សួរអ្នកជំនាញតារ៉េនគាត់ថាតារ៉េនណាប្រសិនបើយើងអត់ប្រើគីមីសោះក៏អត់កើតដែរជួលទៅ2 3បងអូហេងបដ ơi អានេះពុយគេអូនមួយសង្ឃាអានេះទុំជ្រុងចឹងហ្មងដល់ពេលជ្រូកដើមចេះឆ្ងាញ់ផ្អែមហ៎ហើយនេះបានមករយៈហ្នឹងចិនគេបានបិទតារ៉េនសៀមចិនបិទតារ៉េនយួនដោយសារតែពួកគាត់ប្រើគីមីលើសកម្រិតបង្កទៅជាជំងឺមហារីកខ្ញុំកំពុងតែនៅចំការតារ៉េនបងប្អូនចំការនេះហើយដែលខ្ញុំថតថ្ងៃមុនថាម្ចាស់គាត់ដែលនៅអាមេរិកហ្នឹងគាត់ទិញតមកដែលអត់ប្រើគីមីណាតាមពិតទៅចំការនេះពីមុនគេប្រើធម្មតាទេបងប្អូនគ្រាន់តែមកដល់ដៃរបស់គាត់ទៅតែដូចជាខ្ទង់2 ឆ្នាំមានថាគាត់តាមពិតគាត់ទៅប្រមូលផលតារ៉េននៅក្នុងឆ្នាំហ្នឹងទេហើយតាមពិតទៅតារ៉េននេះគាត់មិនត្រូវការលក់ទេគាត់គ្រាន់តែហូបត្រូវការហូបដោយលក្ខណៈជុំគ្រួសារគាត់ទៅចំការ2 ហាត់ជាងគាត់ដាំដំណាំជាង30ប្រភេទក្នុងហ្នឹងក៏មានតារ៉េនហ្នឹង3មុខដែរដូចជាខាក់មួយសង្ឃេញហើយនឹងមួយទៀតគេហៅគេស្អីទេខ្ញុំភ្លេចមាន3មុខនេះបងប្អូនសាកមើលដើមមើលនេះដើមអត់សូវល្អទេដោយសារតែគាត់អត់ប្រើអញ្ចឹងដើមខ្លះក៏ងាប់ប៉ុន្តែនេះមានអសរស្លាយខ្លះព្រោះតារ៉េនបងប្អូនយើងមើលទៅព្រោះមានអ្នក comment ឬក៏អ្នកឆាតមកខ្ញុំថាបើសិនជាមានស្លាយគឺគេប្រើហើយហ្នឹងមានស្លាយមានអីចឹងណាដូចខ្ញុំបញ្ជាក់ជូនបងប្អូនអញ្ចឹងថាចំការនេះនៅពេលដែលមកដល់ដៃរបស់គាត់គេប្រើធម្មតាខ្ញុំធ្លាប់អ្នកសួរអ្នកជំនាញតារ៉េនគាត់ថាតារ៉េនណាប្រសិនបើយើងអត់ប្រើគីមីសោះក៏អត់កើតដែរមានតែតារ៉េនដូនតាយើងដែលអាយុកាលរាប់សិបឆ្នាំ70ឆ្នាំ100ឆ្នាំឬក៏កម្ពស់50 60 100 ម៉ែត្រហ្នឹងតារ៉េនដូនតាយើងពិតជាមិនប្រើម៉ែនអញ្ចឹងបងប្អូនហៅតារ៉េនដូនតាណាតែដល់តារ៉េនទូទៅគឺគេតែងតែប្រើទេដូចច្រើនតែកុំឲ្យលើសកម្រិតឧទាហរណ៍ដូចថៃដូចសៀមដូចយួនបងប្អូនឃើញគេប្រើដែរហើយគេនាំចេញទូទាំងពិភពលោកទូទាំងប្រទេសយើងអាចនិយាយអញ្ចឹងបានក៏ប៉ុន្តែហេតុនេះបានមករយៈហ្នឹងចិនគេបានបិទតារ៉េនសៀមចិនបិទតារ៉េនយួនដោយសារតែពួកគាត់ប្រើគីមីលើសកម្រិតបង្កទៅជាជំងឺមហារីកបញ្ជាក់ណាគាត់ប្រើលើសកម្រិតអញ្ចឹងខ្មែរយើងបងប្អូនខ្មែរយើងក៏ប្រើដូចគ្នាអញ្ចឹងនឹងគ្រាន់តែអ្នកខ្លះប្រើច្រើនអ្នកខ្លះប្រើតិចវាជារឿងធម្មតាតាមពិតប្រើគ្រាន់តែកុំឲ្យយើងប្រើលើសកម្រិតបងប្អូនកុំឲ្យប្រើលើសកម្រិតនេះបងប្អូនឃើញចុះអាដើមសឹងអន់សឹងទាំងអស់ណោះបាទអន់ច្រើនមែនតើសឹងគ្រប់ដើមបងចុះឆ្នាំក្រោយមើលទៅត្រូវការរកអ្នកជំនាញមករៀបចំឡើងវិញមែនទេបាទតែយើងទៅមើលខាងនេះមើលមកបងប្អូនចេះដោយសារតែមកណាដោយសារតែដើមនឹងអន់ខ្លាំងពេកហើយដល់ពេលដើមផ្សេងយើងអន់ខ្លាំងពេកទៅបងប្រុសបញ្ជាក់ថាឆ្នាំក្រោយបងស្រីអាចនឹងរកអ្នកជំនាញដើម្បីមើលវាឡើងវិញព្រោះតារ៉េននឹងមកដល់ដៃគាត់ទៅ2 ឆ្នាំបងប្អូនឃើញកន្លែងខ្លះអន់មែនតែម្ដងព្រោះហ្នឹងហើយព្រោះទៅ2 ឆ្នាំហើយគាត់អត់ប្រើអីទាំងអស់មនុស្សគាត់ចង់ទុកហូបទៅហីបាទចង់ទុកហូបខ្លួនឯងអញ្ចឹងក៏មានបាញ់ថ្នាំបាញ់អីញ៉ៃអញ្ចឹងបាទគាត់យើងប្រើជីកប៉ុសអីអញ្ចឹងទៅបងផុសវីដេអូមកគេជេរលាស់ណោះមិនទុំជ្រូកទុំជ្រូកទៀតហើយចំណាក់ថ្នាក់អត់លក់តាន់ជួលទៅ2 3បងប្អូនអូហេងបដ ơi អានេះពុយគេអូនមួយសង្ឃាអានេះទុំជ្រូកចឹងហ្មងដល់ពេលជ្រូកដើមចេះឆ្ងាញ់ផ្អែមហ៎ឈ្ងុយមែនអានេះឈ្ងុយលក្ខណៈទៅជានេះវិញអូនមានក្បិតទេអត់យកមកបងប្អូនអានេះគឺទុំជ្រូកទេណាមកយើងរើសមើលតារ៉េនមានទុំជ្រូកចឹងដែរអត់ខូចសាច់ជ្រូកចឹងមកកាមេរ៉ាយើងមើលមកហេងបដ ơi អានេះទុំជ្រូកចឹងធ្វើម៉េចមកយើងដឹងថាវាយូរឬឆាប់ទៅអូនមើលណងមានណងមីណងថ្មីចឹងមើលណងថ្មីចានេះបើសិនជ្រូក2 ថ្ងៃខូចហ្មងអានេះទុំជ្រូកមិនមែនតែភ្លៀងខ្យល់ហ្នឹងតែបាន2បងប្អូនមានទៀតហ្នឹងហើយបងប្អូនបញ្ជាក់ជូនឡើងវិញណាព្រោះតាមពិតខ្ញុំត្រូវមកថតនៅចកានេះចកាដូងនេះទេចកាដូងដែលខ្ញុំត្រូវលក់បងប្អូនអញ្ចឹងខ្ញុំត្រូវមកថតឡើងវិញហើយដល់មកថតទៅក៏ឆ្លៀតមកថតចកាតារ៉េននេះចេះនឹកខ្ញុំផុសវីដេអូមុនហ្នឹងគឺខ្ញុំបញ្ជាក់ថាចកាដែលគាត់អត់ប្រើគេមានបងប្អូនជាច្រើនគាត់ឌីលខ្ញុំគាត់ថាខ្ញុំតែពឹកខ្ញុំអត់ត្រូវតបតទេខ្ញុំអត់ចេញមកតបតទេព្រោះធម្មតាយើងល្ងងយើងខុសគេថាព្រោះចំណេះដឹងទៅតជាមួយនឹងតារ៉េននេះខ្ញុំពិតជាអត់ដឹងមែនអត់ដឹងតតែសោះអញ្ចឹងណាមើលព្រួយហ្នឹងសត្វទីអត់អានេះសត្វស៊ីចឹងហ៎បាទអាហ្នឹងមើលថាបន្ស៊ីស៊ីបើថាវាមានជាតិពុលហ្នឹងហើយបាទវាស៊ីហ្នឹងហើយមានជាតិពុលមិនចាត់ណាហ៊ានស៊ីហ្នឹងហើយអូខេហ្នឹងហើយអញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញចេះវីដេអូដែលខ្ញុំចេញទៅនេះបញ្ជាក់ជូនពុកម៉ែបងប្អូនក៏ដូចជាបងខាងកសិកម្មខ្ញុំអត់បានចេញមកនិយាយការពីវីដេអូមុនដែលខ្ញុំចេញទៅខ្ញុំអត់ទេព្រោះ
ធម្មតាយើងអត់ចេះអញ្ចឹងបងប្អូនគាត់ណែនាំគាត់និយាយមកខ្ញុំគិតថាគាត់មិនខុសទេហ្នឹងហើយត្រឹមត្រូវអ្វីដែលគាត់និយាយមកគឺអត់ខុសទេតែគាត់ខ្ញុំគាត់ចេញវីដេអូលើកទី2ដើមហេតុដោយសារតែមកថតចការដូងគេលក់ផងហើយក៏ឆ្លៀតមកមើលតរ៉េនទៅខ្ញុំដូចជាមានតែប៉ុណ្្នឹងតែឲ្យបងប្អូនណាដែលមានជំនាញខាងតរ៉េនណាអាចជួយណែនាំផងដោយសារតែតរ៉េនគាត់រៀងអន់ខ្លាំងហ្នឹងអន់ខ្លាំងមែនតើបងប្អូនមែនទេអញ្ចឹងត្រូវការអ្នកជំនាញជួយមែនទេបងប្អូនណាដែលមានជំនាញខាងទុរេនណាមានថាជំនាញខ្លាំងខាងទុរេនបងប្អូនអាចប្រាប់បានឬក៏គិតតម្លៃយ៉ាងម៉េចឬក៏ត្រូវការជួលយ៉ាងម៉េចអាចតាក់ទងមកខ្ញុំបាន097 299 9699ដូចខ្ញុំ